ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបង្ហាញពីថ្នាំកាពះពោះវៀនអ្នកដែលមានបញ្ហាកាពះពោះវៀនរ៉ាំរ៉ៃបងប្អូនហើយមិនថាស្អីមិនថាប្រុសទេឥឡូវសម័យនេះគាត់មានបញ្ហាជំងឺកាពះពោះវៀនច្រើនហើយជំងឺកាពះពោះវៀនយើងនេះមានអាការៈដូចជាបាយអត់សូវបានគេអត់សូវលក់ចុកឆ្អល់រាគរូសបដៃផុតដៅកាហាយទ្រុងដៅកាហាយកាពះញ៉ាំអីទៅចុកឆ្អល់ចឹងបងប្អូនណាហើយមានបញ្ហារាគរូសផងអ្នកខ្លះមានបញ្ហាទល់លាមកទៀតអញ្ចឹងបើបងប្អូនពុកម៉ែបងប្អូនទាំងអស់មានបញ្ហាជំងឺកាពះពោះវៀននេះគឺជាឱសថបុរាណខ្មែរយើងសម្រាប់ព្យាបាលជំងឺកាពះពោះវៀនលាកកាពៀនលាកពោះវៀនមានរោគកាពះតំបៅកាពះចុកឆ្អល់ជុះឈាមអញ្ចឹងបងប្អូនអញ្ចឹងថ្នាំគឺឱសថនេះគឺសម្រាប់តែព្យាបាលជំងឺកាពះពោះវៀនមួយមុខមិនអាចព្យាបាលជំងឺផ្សេងទៀតទេអញ្ចឹងបងប្អូនដែលមានបញ្ហាជំងឺកាពះពោះវៀនវាមានច្រើនប្រភេទហើយអញ្ចឹងបងប្អូនអាចខលមករកខ្ញុំបាទ076ការ៉េ6897លេខ Telegram ហើយ088 6 ដើម7 ដើម09 015 Smart 858 757នឹងអាសយដ្ឋាននៅឃុំមេសូនចាំស្រុកប្រាំងខេត្តព្រៃវែងអញ្ចឹងជំងឺកាពះពោះវៀនអាការៈចុកកហល់កាហាយក្តៅកាពះពោះវៀនអញ្ចឹងបងប្អូនអញ្ចឹងបងប្អូនដែលមានបញ្ហាជំងឺកាពះពោះវៀនយើងកុំទុកឲ្យយូរអារ៉ាំរ៉ៃហើយឱសថនេះគឺជាឱសថធម្មជាតិថ្នាំពីរមុខសម្រាប់មេរោគទៀតសម្រាប់មេរោគកាពះលាកកាពះតំបៅចុកឆ្អល់រាគរូសបែរទៅបានដែលទៅលក់អញ្ចឹងធ្វើឲ្យបងប្អូនពិបាកក្នុងការព្យាបាលជំងឺអ្នកខ្លះទៅដល់ប្រទេសគេទៀតអត់ជាទៀតអញ្ចឹងបងប្អូនមកព្យាបាលជំងឺកាពះពោះវៀនជាមួយខ្ញុំគ្រូសុបារានគ្រូស៊ីវឡុងនឹងមានរៀនពីនៅក្រសួងសុខាភិបាលមានទទួលស្គាល់មានសញ្ញាបត្រត្រឹមត្រូវបងប្អូនហើយបងប្អូនដែលមានបញ្ហាជំងឺនេះបងប្អូនអាចមកជួបខ្ញុំបានជំងឺក្នុងកាពះពោះវៀននេះគឺជាឱសថធម្មជាតិជា100%ហើយឱសថនេះផ្សំពីច្រើនមុខបងប្អូនដែលមានបញ្ហាជំងឺកាពះពោះវៀនយើងអញ្ចឹងជំងឺកាពះពោះវៀននេះបងប្អូនកុំភ្លេចព្យាបាលឲ្យតន់ពេលវេលាកុំឲ្យរ៉ាំរ៉ៃនៅចុកឆ្អល់កុហកកាហាយក្តៅកាពះពោះវៀនហូបឲ្យបានដែលទៅលក់អញ្ចឹងណាហ្នឹងហើយបងប្អូនឆ្ងល់អាចវិនិច្ឆ័យរោគសញ្ញាមកខ្ញុំបាទហ្នឹងហើយសូមអរគុណច្រើនអញ្ចឹងបងប្អូនដែលមានបញ្ហាជំងឺកាពះពោះវៀនបងប្អូននឹងទៅជាមិនព្រួយបារម្ភទេណាហ្នឹងហើយអញ្ចឹងគឺជាឱសថធម្មជាតិខ្មែរយើងនេះនៅទីតាំងនៅផ្ទះគ្រូនៅតែម្ដងនៅឃុំមេសប្រចាំស្រុកព្រាំងខេត្តព្រៃវែងហ្នឹងហើយបងប្អូនអ្នកដែលមកឃើញហើយលបងពោផ្ទៃមេឃយ៉ាងហ្នឹងហើយតែគ្រូនៅឃុំមេសប្រចាំខេត្តព្រៃវែងហ្នឹងហើយអរគុណច្រើនអញ្ចឹងបងប្អូនអ្នកដែលមានបញ្ហាជំងឺកាពះពោះវៀនយើងនេះអាចព្យាបាលជាមួយខ្ញុំបាទហ្នឹងហើយអរគុណច្រើនបងប្អូនហើយជួយ like ជួយ share បងប្អូនផងណា